អ្វីទៅជាពន្ធប្រាក់បៀវត្សជំរាបសួរ Welcome to the 90 second for business tip ការបើកប្រាក់ខែដំបូងរបស់យើងហ្នឹងគឺយើងពិតជាសប្បាយរីករាយហើយប៉ុន្តែយើងធ្លាប់ឮគេនិយាយថាគេថាប្រាក់បៀវត្សប៉ុន្តែយើងមិនដឹងថាប្រាក់បៀវត្សហ្នឹងជាអីទេតោះទៅដឹងជាមួយនឹងវិក្កាមគេជួយយើងដល់ពេលថាតើគាត់នឹងលើកយកចំណុចអីខ្លះតាក់ទងជាមួយនឹងប្រាក់បៀវត្សជំរាបសួរបងចាជំរាបសួរបាទបងតើបងអាចឲ្យនិយមន័យប្រាក់បៀវត្សបានទេបងចាចំពោះប្រាក់បៀវត្សគឺយើងសំដៅទៅដល់ប្រាក់ឈ្នួលដែលយើងទទួលបាននៅក្នុងក្របខ័ណ្ឌនៃការបំពេញការងារហើយនៅក្នុងនោះយើងអាចរាប់ទៅលើប្រាក់បៀវត្សប្រាក់ប៉ះពៅប្រាក់បន្ថែមម៉ោងឬក៏លាភការជាដើមបាទបងបើយើងនិយាយអំពីប្រាក់បៀវត្សគេប្រកាសជាលើកឡើងអំពីបុគ្គលពីរប្រភេទផ្សេងគ្នាទាក់ទងជាមួយបុគ្គលនិវិសនជននិងបុគ្គលអនិវិសនជនតើបងអាចឲ្យនិយមន័យបុគ្គលនិវិសនជនបានទេបងតើអ្វីទៅជាបុគ្គលនិវិសនជនចាសម្រាប់បុគ្គលនិវាសនជនគឺយើងសំដៅទៅដល់បុគ្គលដែលមាននិវាសនដ្ឋាននៅប្រជាណាចក្រកម្ពុជាឬក៏មានទីកន្លែងគោលដើមនៅប្រជាណាចក្រកម្ពុជាឬមានវត្តមាននៅប្រជាណាចក្រកម្ពុជាលើសពី182ថ្ងៃក្នុងរយៈពេល12ខែណាមួយក្នុងឆ្នាំចុងចាយ៉ាចឹងបន្ទាប់ពីយើងបានដឹងហើយថាបុគ្គលនិវាសនជនជាអ្វីក៏ប៉ុន្តែយើងក៏សួរជាមួយនឹងវិក្កាមរបស់យើងដែរថាតើអ្វីទៅជាបុគ្គលអនិវាសនជនចាចំពោះបុគ្គលអនិវាសនជនគឺយើងសំដៅទៅដល់បុគ្គលដែលមិនមែនជានិវាសនជនដែលយើងបានរៀបរាប់នៅ3ចំណុចខាងដើមហ្នឹងចាវ៉ាវនេះគឺជាចំណេះដឹងថ្មីមួយដែលយើងទទួលបានអំពីបុគ្គលនិវាសនជននិងបុគ្គលអនិវាសនជននៅពេលនេះកម្មវិធី The 90 Second for Business Tip របស់ពួកយើងបានមកដល់ទីបញ្ចប់ហើយបើសិនបើបងប្អូនអ្នកគ្នាមានចម្ងល់អាចចោទសួរនៅក្នុង comment ខាងក្រោមបានយើងនឹងបង្កើតវីដេអូសម្រាប់អ្នកទាំងអស់គ្នា Follow for next